ពិសេសយន្តហោះប្រភេទនេះត្រូវបានប្រើប្រាស់ដោយកងទ័ពអាកាសអាមេរិកសម្រាប់ប្រតិបត្តិការទម្លាក់គ្រាប់បែកដែលបានចេញបញ្ជាដោយប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំសម្រាប់បេសកកម្មវាយប្រហារទៅលើទីតាំងនៃកម្មវិធីនុយក្លេអ៊ែររបស់ប្រទេសអ៊ីរ៉ង់ចំនួន3ទីតាំងកាលពីថ្ងៃទី21ឈានចូលថ្ងៃទី22ខែមិថុនាកន្លងទៅនេះជានាំយើងនឹងមកដឹងអំពីព័ត៌មានលម្អិតនៃយន្តហោះ B2 Spirit ទាំងអស់គ្នាសម្រាប់ឈ្មោះពេញរបស់វាគឺ New Drop Grumman B2 Spirit វាគឺជាប្រភេទយន្តហោះបំបាំងកាយ Stealth Bomber វាត្រូវបានផលិតដោយសហរដ្ឋអាមេរិកក្រុមហ៊ុនផលិតគឺមានឈ្មោះថា New Drop Grumman Corporation យន្តហោះនេះត្រូវបានបំពេញបេសកកម្មដំបូងនៅក្នុងឆ្នាំ1997ពាក់ព័ន្ធជាមួយនឹងប្រវត្តិសង្ខេប B2 Spirit ត្រូវបានអភិវឌ្ឍឡើងនៅក្នុងសម័យសង្គ្រាមត្រជាក់ដើម្បីជួយសម្រួលលើការលុកលុយទៅលើប្រទេសដែលមានការការពារខ្ពស់វាត្រូវបានបង្កើតឡើងដោយបច្ចេកវិទ្យាសម្ងាត់ Stealth Technology ដូច្នេះវាស្ថិតនៅក្រោមជីវចលរ៉ាដាដែលមានភាពលំបាកក្នុងការរកឃើញ B2 គឺជាយន្តហោះដែលមានតម្លៃខ្ពស់បំផុតនៅក្នុងប្រវត្តិសាស្ត្រនៃយន្តហោះយោធាហើយវាអាចយោងដល់អាវុធនុយក្លេអ៊ែរនិងអាវុធធម្មតាបានទាំងពីរពាក់ព័ន្ធជាមួយនឹងចំនួនដែលត្រូវបានផលិតនៃយន្តហោះ B2 Spirit នៅត្រឹមឆ្នាំ2000យន្តហោះនេះត្រូវបានផលិតត្រឹមតែ21គ្រឿងតែប៉ុណ្ណោះមួយនៅក្នុងចំណោមនោះបានបាត់បង់ទៅវិញនៅក្នុងគ្រោះថ្នាក់នៅឯមូលដ្ឋានទ័ពអាកាសកំ នៅក្នុងឆ្នាំ2008ដែលបច្ចុប្បន្ននេះនៅសល់ត្រឹមតែ19គ្រឿងតែប៉ុណ្ណោះពលគឺនៅឆ្នាំ2022កន្លងទៅនេះយន្តហោះ B2 Spirit មួយគ្រឿងត្រូវបានដាក់ឲ្យចុះនិវត្តន៍ពាក់ព័ន្ធជាមួយនឹងលក្ខណៈបច្ចេកទេសសំខាន់នៃ B2 Spirit យន្តហោះនេះដំណើរការដោយមានបុគ្គលិក2នាក់ពលគឺអ្នកបើកយន្តហោះម្នាក់និងជំនួយការម្នាក់វាមានប្រវែងរដូវទៅ21ម៉ែត្រកម្ពស់5ម៉ែត្រ.18ប្រវែងស្លាបរបស់វាមានរហូតដល់ទៅ 52.4 ម៉ែត្រវាមានទម្ងន់រហូតដល់ទៅ 17600 គីឡូក្រាមល្បឿនអតិបរមានៃយន្តហោះ B2 Spirit គឺ 1010 គីឡូម៉ែត្រនៅក្នុង1ម៉ោងសម្រាប់ពាក់ព័ន្ធជាមួយនឹងចម្ងាយនៃការហោះវិញគឺអាចហោះក្នុងរយៈចម្ងាយរហូតដល់ទៅ 11000 គីឡូម៉ែត្រដែលអាចបន្ថែមសម្រាប់ការចាក់ប្រេងនៅលើអាកាសបានបន្ថែមទៀតសមត្ថភាពនៃការផ្ទុកសភាវុធវាអាចផ្ទុកជាមួយនឹងអាវុធនុយក្លេអ៊ែរនិងអាវុធធម្មតាអាចផ្ទុកសភាវុធដែលមានទម្ងន់រហូតដល់ទៅ 18000 គីឡូក្រាមនៅក្នុងប៊ុំបាយដូចជាប្រភេទ JDAM B61 B83 Nuclear Bomb និង MK82 Bomb ជាដើមយន្តហោះទម្លាក់គ្រាប់បែក B2 Spirit របស់សហរដ្ឋអាមេរិកនេះគឺមានសរុបត្រឹមតែ19គ្រឿងតែប៉ុណ្ណោះនៅលើពិភពលោកនៅក្នុងចំណោម21គ្រឿងដែលបានផលិតមកពលគឺមួយគ្រឿងបានគ្រោះថ្នាក់នៅឆ្នាំ2018និងមួយគ្រឿងផ្សេងទៀតបានដាក់ចូលនិវត្តន៍ដោយដែលបានបញ្ជាក់កាលពីខាងលើពាក់ព័ន្ធជាមួយនឹងតម្លៃរបស់យន្តហោះបំបាំងកាយ B2 Spirit មួយគ្រឿងគឺមានខ្ទង់ប្រមាណ $2.1 ពាន់លានដុល្លារអាមេរិកលក្ខណៈពិសេសរបស់ B2 Spirit គឺថាបើចេញដំណើរហើយគឺគ្មានពាក្យថាបរាជ័យនោះទេ B2 Spirit គឺមានរហស្សនាមថាជាខ្មោចនៅលើអាកាសឬ Ghost in the Sky ដោយសារ